ការឈានចូលក្នុងអាជីពជាអ្នកចម្រៀងដោយការដើរច្រៀងលោកខ្យងស្ងោនេះរាល់ថ្ងៃធ្វើឲ្យសម្លេងកុមារីសុធាកាន់តែពិរោះទៅដោយគេហាត់ច្រៀងរហូតធ្វើឲ្យនាងត្រូវបានទទួលនូវភាពល្បីរន្ទឺពីភូមិមួយទៅភូមិមួយថាកុមារីសុធាច្រៀងពិរោះណាស់លុះក្រោយមកដែលហេតុតែវាសនាដែលព្រះកំណត់មកឲ្យក្លាយជាអ្នកចម្រៀងវេលាមួយក៏បានមកដល់សម្រាប់ក្មេងស្រីជំទង់ម្នាក់នេះរឿងនោះគឺគ្រាមួយនៅខេត្តបាត់ដំបងនេះគេបានរៀបចំពិធីប្រឡងចម្រៀងសម័យមួយឡើងហើយកាលនោះនាងក្រមុំរស់សេរីសុធាមិនដែលស្រមៃថាចង់ប្រឡងឡើយព្រោះជីវភាពក្រីក្រពេកហៅមិនលឺនិងមិនសមឡើងឆាកនាំតែខ្មាស់គេប៉ុន្តែពេលនោះអ្នកស្រុកដែលធ្លាប់ស្ដាប់ចម្រៀងនាងក្រមុំនេះថាច្រៀងពិរោះណាស់ក៏បានជួយជំរុញនិងលើកទឹកចិត្តនាងឲ្យទៅប្រឡងច្រៀងដោយយល់ថាអ្នកស្រុកគ្រប់គ្រងនិងស្រឡាញ់នាងក៏យល់ព្រមទៅប្រឡងច្រៀងដើម្បីជ្រើសរើសអ្នកចម្រៀងឯកប្រចាំខេត្តនឹងគេប៉ុន្តែនាងក្រមុំរូបនេះមិនបានធ្វើឲ្យអ្នកស្រុកដែលគ្រប់គ្រងនិងស្រឡាញ់នាងអស់សង្ឃឹមឡើយគឺពេលនោះមេប្រយោគទាំងអស់បានស្លងអារម្មណ៍និងសម្លេងនាងក្រមុំនេះគ្រប់គ្នាព្រោះតែនាងច្រៀងបានពិរោះអស្ចារ្យហើយពួកគេក៏បានសម្រេចជាឯកច្ឆន្ទឲ្យនាងក្រមុំរស់សេរីសុធាជាប់លេខ1ជាតារាចម្រៀងឯកប្រចាំខេត្តបាត់ដំបងតែម្ដងប៉ុន្តែស្ដាយណាស់អ្នកស្រាវជ្រាវមិនបានដឹងថាពេលនោះអ្នកនាងរស់សេរីសុធាកាលនោះលើកយកបទចម្រៀងអ្វីនិងរបស់អ្នកចម្រៀងរូបណាទៅច្រៀងនោះទេដោយទទួលបានកិត្តិយសដ៏គួរឲ្យភ្ញាក់ផ្អើលដូច្នេះក្រុមគ្រួសារអ្នកស្រីរួមនឹងអ្នកស្រុកសង្កែទាំងមូលកោតសរសើរនឹងភាពរីករាយជាមួយនឹងភាពជោគជ័យនេះគ្រប់គ្នាក្រោយពីប្រឡងជាប់ជាអ្នកចម្រៀងឯកហើយនាងក៏ត្រូវបានគេអញ្ជើញឲ្យមកច្រៀងនៅក្រុមតន្ត្រីមួយដែលបង្កើតឡើងដោយលោកសាក់5ឆាយឡាយមេបញ្ជាការផ្នែកសក្រងខេត្តបាត់ដំបងឈ្មោះក្រុមតន្ត្រីលំហែយោធាដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកសុកឌីណារីនិងលោកឌីកាណាល់ហើយក្រុមតន្ត្រីនេះតែងប្រគំជាអចិន្ត្រៃយ៍នៅរាំងកាសាលស្ទឹងខៀវក្នុងទីរួមខេត្តបាត់ដំបងនោះដែរក្រោយមកក្នុងឱកាសចៃដន្យមួយមានក្រុមសិល្បៈអាយ៉ៃមួយក្រុមបានទៅសម្ដែងនៅទីរួមខេត្តបាត់ដំបងហើយពួកគេបានចូលទៅស៊ីផឹករាំលេងនៅរាំងកាសាលស្ទឹងខៀវលុះបានឃើញនិងបានស្ដាប់ទឹកដមសម្លេងរបស់រស់សេរីសុធាពួកគេក៏នាំគ្នាសម្ដែងនៅការកោតសរសើរយ៉ាងខ្លាំងហើយអ្នកស្រីសរំប៉ាក់ដែលជាអ្នកចម្រៀងអាយ៉ៃដ៏ល្បីល្បាញកាលចំនួននោះក៏បបួលនាងមកច្រៀងនៅឯភ្នំពេញជាឱកាសមួយដើម្បីជីវភាពដែលឪពុករត់ទៅតាមប្រពន្ធចុងបាត់លែងគិតពីប្រពន្ធកូនធ្វើឲ្យគ្រួសារមានការលំបាកសុធាក៏សម្រេចចិត្តចាក់ចោលស្រុកកំណើតហើយមកច្រៀងនៅឯភ្នំពេញដោយក្តីរំភើបនិងអាឡោះអាល័យដោយមានការលើកទឹកចិត្តនិងជ្រោមជ្រែងពីម្ដាយនិងបងប្អូននាងផងដែរប៉ុន្តែមានឯកសារខ្លះគេសរសេរថាការនោះគឺអ្នកចម្រៀងអ៊ំសងសើមទេដែលជាអ្នកនាំរស់សេរីសុធាមកច្រៀងនៅភ្នំពេញនេះដូចនេះយើងពិបាកសន្និដ្ឋានណាស់ថាតើសុធាមកជាមួយអ្នកណាពិតប្រាកដពេលមកដល់ភ្នំពេញសុធាបានចូលបម្រើការងារជាអ្នកចម្រៀងនៅក្នុងក្រុមតន្ត្រីនៃក្រសួងឃោសនាការនិងស្នាក់នៅម្ដុំសាលាពៅអ៊ំម្ដុំទួលកក្បែរផ្ទះអ្នកស្រីហួយមាសគួរបញ្ជាក់ផងដែរថាអ្នកស្រីរស់សេរីសុធាក្លាយជាអ្នកចម្រៀងក្រោយអ្នកស្រីហួយមាសទេពេលទៅធ្វើការនៅក្រសួងឃោសនាការសុធាត្រូវជិះស៊ីក្លូបើពំនោះទេគឺសុំជិះរថយន្តជាមួយលោកអ៊ំសងសើមទៅជាមួយព្រោះលោកអ៊ំសងសើមក៏ធ្វើការនៅទីនោះដែរបន្ទាប់មកទៀតសុធាក៏បានចូលច្រៀងនៅរាំងកាសាលមេកុងរាំងកាសាលឡូស៊ីស៊ីដនរាំងកាសាលបែលអែពោចិនតុងហើយក៏មានទំនាក់ទំនងស្គាល់គ្នាជាមួយអ្នកចម្រៀងជាច្រើនទៀតដែលមកពីខេត្តបាត់ដំបងដូចគ្នានិងខេត្តផ្សេងទៀតដូចជាលោកតូចតេងលោកសោះម៉ាត់អ្នកស្រីប៉ែនរ៉ននិងលោកមីហុកសេងអ្នកស្រីម៉ៅសារ៉េតនិងរហូតស្គាល់អធិរាជសម្លេងទឹកសិនស៊ីសមុទ្រទៀតផងនៅពេលនោះហើយដែលអ្នកស្រីរស់សេរីសុធាបានចាប់ផ្ដើមចូលប្រឡូកក្នុងអាជីពចម្រៀងយ៉ាងស្វិតស្វាញរៀងរហូតមកហើយពីដំបូងនាងច្រៀងតែជាមួយលោកអ៊ំសងសើមប៉ុណ្ណោះដោយមិនទាន់បានច្រៀងជាមួយលោកសិនស៊ីសមុទ្រទេហើយអ្នកនាងក៏មិនទាន់ហ៊ានស្រមៃចង់ក្លាយជាអ្នកចម្រៀងជាមួយបេសម្លេងមាសរូបនេះដែរដោយសារនាងគិតថាខ្លួននាងជាអ្នកចម្រៀងថ្មីជាន់ក្រោយមិនអាចហ៊ានទៅផ្គូផ្គងឆ្លងឆ្លើយជាមួយលោកសិនស៊ីសមុទ្រដោយអ្នកនាងប៉ែនរ៉នអ្នកស្រីហួយមាសអ្នកស្រីកៅសេថាឬអ្នកស្រីម៉ៅសារ៉េតទេដូច្នេះហើយបទចម្រៀងដំបងគេតែងតែឃើញអ្នកស្រីច្រើនច្រៀងរួមគ្នាជាមួយលោកអ៊ំសងសើមប៉ុណ្ណោះបទទាំងនោះដូចជាបទរងចាំមើលតែផ្លូវបទខ្មៅអើយខ្មៅជាដើមហើយលុះក្រោយមកដោយសារគេឈ្មោះនាងកាន់តែល្បីពីមួយថ្ងៃទៅមួយថ្ងៃទើបមានអ្នកនិពន្ធមួយចំនួនដូចជាលោកពៅស៊ីផូលោកម៉ាឡាពីលោកវ៉ៃហូបាននាំគ្នានិពន្ធបទចម្រៀងឲ្យនាងច្រៀងហើយដែលមានបទខ្លះជាបទឆ្លងឆ្លើយនិងត្រូវច្រៀងជាមួយលោកសិនស៊ីសមុទ្រទើបនាងបានជួបជាមួយលោកសិនស៊ីសមុទ្រនិងច្រៀងជាមួយគ្នារហូតមកប្រការនេះហើយដែលបណ្ដាលឲ្យកិត្តិស័ព្ទអ្នកស្រីមានគេស្គាល់ពីពេញផ្ទៃប្រទេសហើយអ្នកស្រុកភូមិនិងបងប្អូនក្រុមគ្រួសារនាងដែលរស់នៅខេត្តឯណោះក៏កាន់តែស្រឡាញ់នាងយ៉ាងខ្លាំងដែរចំពោះការល្បីរបស់នាងក្រមុំរស់សេរីសុធាមិនត្រឹមតែប្រជាពលរដ្ឋធម្មតាទេគឺល្បីរហូតដល់ព្រះមហាក្សត្រទៀតផងដែលទ្រង់ពេញព្រះតីសម្លេងអ្នកនាងយ៉ាងខ្លាំងហើយព្រះករុណាជីវិតអង្គលើត្បូងសម្ដេចឪនរោត្តមសីហនុព្រះរាជទានកតនាមមួយយ៉ាងពិសេសដល់នាងថារាជិនីសម្លេងមាសរស់សេរីសុធានៅក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ1960ពេលនោះកាន់តែធ្វើឲ្យឈ្មោះរបស់អ្នក
អ្នកស្រីល្បីល្បាញយ៉ាងកក្រឹកកក្រែងថែម